បងប្រុសបានសួរថាមានគម្ពីរចំនួនពីរគឺគម្ពីរកូរ៉ាននិងគម្ពីរបៃបលតើគម្ពីរមួយណាត្រូវបានចេញមុនគេត្រូវបានចេញមុនគេក្នុងចំណោមមនុស្សបាទក្នុងចំណោមពីរនាក់នេះអ្វីដែលយើងជឿថាអ៊ីសាអាឡៃហ៊ីសាឡាមហោរ៉ាយេស៊ូទ្រង់ទទួលបានវ៉ាហ៊ីដែលហៅថាអ៊ីនជីលជាដំណឹងល្អយើងជឿថាដំណឹងល្អនោះត្រូវបានបញ្ចុះដល់ហោរ៉ាយេស៊ូគម្ពីរបច្ចុប្បន្នដែលអ្នកមានគឺគម្ពីរប៊ីបលគឺជាការលីលំគ្នាវាមិនមែនជាគម្ពីរអ៊ីនជីលច្បាប់ដើមដែលត្រូវបានបញ្ចុះមកហោរ៉ាយេស៊ូនោះទេគម្ពីរអ៊ីនជីលច្បាប់ដើមដែលត្រូវបានបញ្ចុះឲ្យហោរ៉ាយេស៊ូយើងជឿថាជាព្រះបន្ទូលរបស់ព្រះប៉ុន្តែគម្ពីរប៊ីបលបច្ចុប្បន្នដែលអ្នកមានត្រូវបានគេសរសេរជាច្រើនឆ្នាំបន្ទាប់ពីយេស៊ូគ្រីស្ទទៅទៀត70ឆ្នាំក្រោយមកត្រូវបានសរសេរដោយមនុស្សលោកដូច្នេះគម្ពីរប៊ីបលបច្ចុប្បន្ននេះមកពីពាក្យក្រិក Biblos មានន័យថាសៀវភៅនៃគម្ពីរហើយវាគឺជាការលីលំគ្នានៃបន្ទូលរបស់ព្រះប្រសាសន៍របស់ហោរាពាក្យពេចន៍របស់អ្នកប្រវត្តិសាស្ត្រនិងរូបភាពអាភាសផងដែររវាងគម្ពីរទាំងពីរនេះគម្ពីរកូរ៉ានត្រូវបានផ្ញើឲ្យណាពីមូហាម៉ាត់គម្ពីរកូរ៉ានដ៏រុងរឿងគឺជាវិវរណៈចុងក្រោយនិងចុងក្រោយបង្អស់របស់ព្រះដ៏មានមហិទ្ធិឫទ្ធិដែលបានផ្ដល់ឲ្យអ្នកនាំសារចុងក្រោយនិងចុងក្រោយបង្អស់គឺណាពីមូហាម៉ាត់ហើយអល់ឡោះមានបន្ទូលនៅក្នុងសូរ៉ាហេហ្គើជំពូកទី15ខទី9ថាយើងបានបញ្ចុះគម្ពីរកូរ៉ានហើយយើងនឹងការពារវាពីអំពើពុករលួយដូច្នេះគម្ពីរកូរ៉ាននេះគឺជាបន្ទូលដ៏បរិសុទ្ធរបស់ព្រះ